នេះគឺជាសម្ដីរបស់របស់សម្ដេចពុកដែលលោកបាន posted បាទកាលពីថ្មីនេះផងដែរទេដែលលោកបាននិយាយថាតាំងពីក្រោយបាទសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជាថៃបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃក្រោយការជួបជុំរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងលោកប្រធានាធិបតីសន្តិភាពរបស់អាមេរិកលោកដូណាល់ត្រាំផងដែរហើយអ្វីដែលយើងគួរកត់សម្គាល់ក៏ដូចជាយើងពិនិត្យឃើញនោះគឺឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ព្រំដែនចំនួនបាទក៏ដូចជាមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រមសង្កេតការណ៍អាស៊ាន AOT នេះជាដំណើរការឆ្ពោះទៅរកការបញ្ចប់ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរដែលយើងត្រូវចូលរួមបាទអបអរសាទរផងដែរអ្វីដែលគិតថាវាកាន់តែសំខាន់បាទជាមួយនឹងការសម្ដែងភាពរីករាយខ្ញុំមានការចាំបាច់បាទជម្រាបជូនប្រជាជនកម្ពុជាកុំឲ្យច្រឡំបាទរឿងបើកច្រកព្រំដែនបាទនេះគឺជាកន្លែងមួយដែលសម្ដេចលោកបាទគាត់បាទក៏ដូចជាសង្កត់ធ្ងន់តែម្ដងថាបាទច្រកព្រំដែនកម្ពុជាថៃបាទគឺរឿងបើកច្រកព្រំដែនហ្នឹងបងប្អូនបាទកម្ពុជាថៃឡើងវិញហ្នឹងគឺលោកមិនបើកទេបាទព្រោះមួយរយៈនេះចុងក្រោយបាទដែលថាថ្នាក់ដឹកនាំបាទប្រទេសថៃហ្នឹងមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើនដូចអ្វីដែលគេបាននិយាយចឹងគឺប្រទេសថៃក៏ដូចជាមន្ត្រីថៃមួយចំនួនគេបានបាទគម្រាមកម្ពុជាអំពីរឿងច្រកព្រំដែននេះផងដែរគេគិតថាយើងបើសិនជាអត់អីវ៉ាន់របស់គេលក់វាជាបញ្ហាបាទរបស់ប្រទេសយើងក៏ប៉ុន្តែអ្វីដែលអ្នកឯងគិតបាទគឺផ្ទុយស្រឡះអ្នកឯងគួរតែយល់ហើយចំណុចហ្នឹងណានេះគឺជាសេចក្តីមួយដែលបាទមន្ត្រីថៃមួយចំនួននិយាយអញ្ចឹងតើឥឡូវយើងអានម្ដងតទៀតបាទដែលប្រហែលคล้ายជាប្រធានបទសម្រាប់អាហ្នឹងការបើកព្រំដែនណាបងប្អូនបាទគឺជាប្រធានបទមួយសម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខនៅថៃទៀតផងចឹងដល់ពេលណាដែលប្រទេសថៃចាប់ផ្ដើមធ្វើការឃោសនាបោះឆ្នោតចឹងគេរកនាយករដ្ឋមន្ត្រីថ្មីក៏ដូចជាអ្វីដែលគេធ្វើនឹងគឺគេចង់បានថ្មីដោយគេយកសម្លេងឆ្នោតពីការបើកច្រកព្រំដែននេះផងដែរនិយាយទៅនេះគឺជានយោបាយក៏ដូចជាល្បិចកលរបស់ប្រទេសថៃដែលធ្វើឲ្យប្រជាពលរដ្ឋរបស់ប្រទេសថៃនឹងមានការយល់ច្រឡំជាច្រើនផងដែរអ្វីដែលយើងគួរតែកត់សម្គាល់បន្ថែមនោះគឺការដែលថ្នាក់ដឹកនាំបាទថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងដែរនិយាយរឿងបើច្រកព្រំដែនច្រើនបែបនេះបង្កឲ្យមានការយល់ច្រឡំបាទក៏ដូចជាក្នុងចំណោមប្រជាជនកម្ពុជាឬប្រជាជនថៃថាភាគីកម្ពុជាជាអ្នកស្នើសុំភាគីថៃឲ្យបើកច្រកឡើងវិញហើយលោកសម្ដេចពុកក៏បានបន្ថែមទៀតថាខ្ញុំមិនចង់បាទពិតជាក៏ដូចជាខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេបាទសម្ដីឆ្ងាញ់ណាស់បងប្អូនម៉ាត់នេះសម្រាប់ប្រជាជនថៃគឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខដែលការបើកច្រកព្រំដែនคล้ายៗជាប្រធានបទឃោសនាបោះឆ្នោតផងដែរបាទសម្រាប់ប្រជាជនកម្ពុជាខ្ញុំសូមបញ្ជាក់ឡើងវិញថាតាំងពីបិទច្រកបាទព្រំដែនជាឯកតោភាគីមកបាទកម្ពុជាមិនដែលបានសុំឲ្យថៃបាទមិនដែលសុំឲ្យថៃបើកច្រកឡើងវិញនោះទេហើយថៃអាចបន្តបិទបាទដល់100ឆ្នាំ500ឆ្នាំបិទ1000ឆ្នាំទៀតក៏បានដែរមួយសតវត្សហ្មងទៅបាទបិទមួយសតវត្សហ្មងទៅបាទក៏ជារឿងរបស់ថៃដែរឲ្យទៅបិទបាទចង់បិទ100ឆ្នាំទៀតចង់បិទ500ឆ្នាំទៀតក៏ជារឿងរបស់ថៃកម្ពុជាមិនខ្វល់នោះទេបាទព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃបាទកាលបាទបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេតែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកបាទក៏ដូចជាចូលមកជំនួសទំនិញថៃដែលនោះគឺជាឱកាសជំរុញឲ្យផលិតផលបាទក៏ដូចជាផលិតកម្មក្នុងស្រុកឲ្យកើនឡើងបាទខ្ញុំបាននិយាយប្រាប់បាទសម្ដេចពុកគាត់បាននិយាយបងគាត់ថាគាត់បានប្រាប់ប្រតិភូបាទមិត្តបរទេសថា
ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់តែការផ្ដាច់ការតភ្ជាប់រវាងកម្ពុជាថៃប៉ុណ្ណោះទេគឺជាការបាទផ្ដាច់ក៏ដូចជាកាត់ផ្ដាច់ការតភ្ជាប់អាស៊ាននិងអាស៊ានផងដែរឯណាទៅបាទhighway អាស៊ានផ្លូវដែកអាស៊ាននិង highway អាស៊ីបាទ highway អាស៊ីទៀតបាទសង្ឃឹមថាសារនេះបាទនឹងទៅដល់ថ្នាក់ដឹកនាំថៃនិងប្រជាជនថៃថាកម្ពុជាមិនទៅសុំឲ្យថៃបើកច្រកព្រំដែនវិញទេនិងសង្គមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថាបាទថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកនោះទេនេះគឺជាសម្ដីមួយដែលខ្ញុំពេញចិត្តក៏ដូចជាពុកម៉ែបងប្អូនពេញចិត្តបាទទៅលើការនិយាយរបស់សម្ដេចបាទសម្ដេចពុកបាទដែលលោកបានមានប្រសាសន៍មកជួរលងវែងអនឡាញមែនតើដល់ថ្នាក់សាររបស់គាត់មួយមានន័យណាបងប្អូនគឺទីមួយគាត់ចង់និយាយថាអ្វីដែលយើងប្រកាសសន្តិភាពហ្នឹងគឺគាត់សប្បាយចិត្តគឺចូលរួមអបអរសាទរដោយប្រទេសយើងលែងមានសង្គ្រាមបាទមួយទៀតអ្វីដែលប្រទេសសៀមកំពុងតែដេកក្នុងយល់សពហ្នឹងណាបងប្អូនគឺគាត់ថាខ្មែរយើងបាទលើកដៃបន់ឲ្យប្រទេសថៃក៏ដូចជាលើកដៃសុំជំនួយបាទបើកច្រកពីប្រទេសថៃផងដែរអានេះក៏ជាយុទ្ធសាស្ត្របាទដែលមេដឹកនាំក៏ដូចជាមន្ត្រីថៃមួយចំនួនយកទៅធ្វើជាការឃោសនាបោះឆ្នោតនោះទេតែផ្ទុយទៅវិញសម្ដេចបាទលោកបានមានមតិមួយទៀតថាអ្វីទាំងអស់គឺកម្ពុជាមិនបានទៅស្នើសុំក៏ដូចជាខ្ពើមបាទយកតំណែងអ្នកឯងចូលក្នុងស្រុកទៀតណាគឺមិនខ្វះទេបាទតំណែងប្រើប្រាស់បាទក៏ដូចជាការផ្គត់ផ្គង់នៅក្នុងស្រុកកម្ពុជានេះអ្វីក៏ដោយវាតែងតែមានហេតុមានផលនឹងបងប្អូនដូចជាពេលនេះគឺវាសុទ្ធតែហេតុផលរបស់វាដែរអ្វីដែលយើងកាន់តែសប្បាយចិត្តនោះគឺសម្ដេចថែមទាំងដាក់មួយទៀតថាសម្រាប់ការបិទទ្វារព្រំដែននឹងគឺជាបិទការឯកតោភាគីទេអញ្ចឹងបើថៃបិទក៏បិទទៅហើយថៃអាចបិទបានដល់100ឆ្នាំ500ឆ្នាំ1000ឆ្នាំ1លានឆ្នាំទៀតក៏បិទចោះមិនបើកជារៀងរហូតមកជីវិតនឹងទៅបាទអានឹងក៏វាបិទទៅក៏មិនខ្វល់ដែរវាជារឿងរបស់ថៃឯងព្រោះអីសោក៏ដូចជាកូនសោនឹងវានៅថៃអញ្ចឹងថៃបិទបើកលើថៃបើកម្ពុជាអត់ខ្វល់ទៀតទេអានឹងគឺជាអ្វីដែលខ្ញុំសប្បាយចិត្តបានពេលដែលថ្នាក់ដឹកនាំយើងគឺខ្លាំងតែម្ដងដែលធ្វើឲ្យប្រទេសសៀមវាមានការខ្លាយរអាលខ្លះដែរបាទនឹងវាមិនខ្លាយវាមិនទៅហឹងដែរហ្នឹងណាបាទហើយការបិទកន្លងមកហ្នឹងក៏យើងអាចឃើញមួយទៀតថាប្រទេសកម្ពុជាយើងក៏មិនតន់ដាច់ពោះដែរដោយសារទំនិញយើងបាទឥឡូវច្រើនបងប្អូនទំនិញយើងណាទោះយើងអត់ផ្ទៃលេខ2ហ្នឹងក៏យើងមានទំនិញមកពីចិនបាទចិនច្រើនគួរសមហើយល្អទៀតល្អហើយតម្លៃធូរទៀតអានេះដូចជាខ្ញុំ order របស់ខ្លាំងមកញ៉ាំដូចជារបស់ស្លៀកពាក់ប្រើប្រាស់ខ្ញុំឃើញអញ្ចឹងមែនបងប្អូនខ្ញុំឃើញអញ្ចឹងមែនតែខ្ញុំឃើញការទំនិញអស់ហ្នឹងណាទោះយើងអត់ពីប្រទេសថៃក៏យើងបានពីប្រទេសចិនដែរដែលច្រើនមែនតើហើយអ្វីដែលយើងគួរក៏សម្គាល់មួយទៀតហ្នឹងគឺលោកបានឃើញក៏ដូចជាខ្ញុំក៏បានឃើញដែរថាទំនិញក៏ដូចជាផលិតកម្មសង្វាក់ផលិតកម្មបាទក្នុងស្រុករបស់យើងគឺល្អthe best យកតែមែនតើណាបងប្អូនដូចសាប៊ូកក់សក់អូចេញមុនដំបូងបាទសាប៊ូកក់សក់ពូអែមសាប៊ូកក់សក់របស់ញ៉ាំរបស់ប្រើប្រាស់ច្រើនណាខ្ញុំរាប់អត់អស់តែដល់បាទដូចគេគោក្មេងញ៉ាំប្រហិតមួយទៀតបាទប្រហិតទៅលើសបុកខ្មែរទៀតអូអែមនិយាយទៅគឺស្រុកយើងចាប់ដើមស្រុកទេសអញ្ចឹងណាចេះផលិតចេះអីអូសម្រាប់ផលិតកម្មអែមណាហើយអ្វីដែលលោកបានបាទសម្ដេចគាត់មានប្រសាសន៍ទៅប្រាប់ប្រតិភូតមិត្តភ័ក្តិបាទប្រតិភូតមិត្តភ័ក្តិបរទេសគាត់ហ្នឹងបាទថាថៃមិនត្រឹមតែបិទច្រកទេក៏ដូចជាមិនព្រមតែប៉ុណ្្នឹងឯងគឺកាត់ផ្ដាច់តែម្ដងបាទគឺកាត់ផ្ដាច់ក៏ដូចជាតភ្ជាប់អាស៊ានអាស៊ីផងដែរអញ្ចឹងអាស៊ាននិងអាស៊ីផងដែរហ្នឹងគឺវាអាចនិយាយថាជាក្រុមតែគេកាត់ផ្ដាច់មួយចឹងណាបងប្អូនបាទហើយយើងអាចនឹងធ្វើពី highway ផ្លូវអាស៊ានគេហៅថាផ្លូវតភ្ជាប់គ្នាបាទរវាង10ប្រទេសជុំវិញហ្នឹងក៏ប៉ុន្តែផ្ទុយទៅវិញពេលនេះគេកាត់ផ្ដាច់បាត់ហើយបាទគេកាត់ផ្ដាច់បាត់ទៅហើយ
ដូចជាមិនថាផ្លូវ highway អាស៊ានបាទផ្លូវដែកហើយមានទៀតផ្លូវ highway អាស៊ីផងដែរអញ្ចឹងអ្វីទាំងអស់នេះគឺវាកើតឡើងមកពីបាទថៃងាយយល់អញ្ចឹងអ្វីដែលខ្ញុំចង់សរុបមកវិញទាំងអស់ហ្នឹងគឺសង្ឃឹមថាបាទអឺរឿងទាំងអស់គឺកើតឡើងពីសៀមធ្វើដោយខ្លួនឯងអញ្ចឹងកម្ពុជាអត់បានវិលវល់ជាមួយនឹងការគម្រាមបើកច្រកព្រំដែននោះទេហើយអ្វីដែលមួយទៀតនោះក៏ខ្ញុំសង្ឃឹមបាទដូចគ្នាថាប្រជាពលរដ្ឋបាទកម្ពុជាយើងមិនបាទយល់សពថាយើងកំពុងតែសុំគេបើកច្រកនោះទេបាទនេះគឺជាអ្វីមួយដែលយើងអាចគិតម្ដងទៀតបាទសម្រាប់ខ្ញុំគឺខ្ញុំជឿជាក់បាទទៅលើថ្នាក់ដឹកនាំពិតប្រាកដដោយសារលោកតែងតែមានអនុសាសន៍ក៏ដូចជាបាទការដឹកនាំប្រទេសក៏ដូចជាដឹកនាំបងប្អូនជាពលរដ្ឋបាទដើរផ្លូវល្អក៏ដូចជាមានសុខសន្តិភាពបាទល្អមែនតើនេះគឺជាអ្វីមួយដែលខ្ញុំពេញចិត្តបាទហើយអ្វីដែលខ្ញុំចង់និយាយគឺវាមានតែប៉ុណ្្នឹងទេបាទហើយបើពុកម៉ែស្រឡាញ់បាទកុំភ្លេចជួយ like subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូបន្តទៀតគណៈពេលនេះដែរខ្ញុំឡុងបាទ official ក៏ធ្វើការគោរពជំរាបលាពុកម៉ែបងប្អូនទៅតាមនេះបាទជួបគ្នានៅវីដេអូក្រោយបាយបាយ